ចំណងជើងរឿងមេតបធ្នូនិងផ្ទាំងស៊ីបដែលបាត់បង់មានយុវជនម្នាក់ចង់ក្លាយជាអ្នកបាញ់ធ្នូដ៏ពូកែបំផុតក្នុងលោកគាត់បានទៅសុំរៀនជាមួយមេតបធ្នូម្នាក់ដែលល្បីល្បាញខាងបាញ់មិនដែលខុសមេតបធ្នូបាននាំយុវជននោះទៅកាន់វាលស្មៅមួយរួចចង្អុលទៅកាន់ផ្ទាំងស៊ីបដែលនៅឆ្ងាយបំផុតហើយនិយាយថាចូលឯងបាញ់ឲ្យចំកណ្ដាលផ្ទាំងស៊ីបនោះយុវជននោះរៀបចំធ្នូយ៉ាងស្ទាត់ជំនាញប៉ុន្តែមុននឹងគេលែងព្រួញមេតបធ្នូបានសួរថាតើឯងឃើញអ្វីខ្លះនៅជុំវិញនោះយុវជនឆ្លើយថាខ្ញុំឃើញមេខៀវខ្ចីឃើញសត្វបក្សីហើរកាត់ឃើញដើមឈើធំនិងឃើញផ្ទាំងស៊ីបនៅពីមុខខ្ញុំមេតបធ្នូស្រែកថាឈប់សិនកុំអាលបាញ់ឯងមិនទាន់ត្រៀមខ្លួនរួចរាល់ទេ3ថ្ងៃក្រោយមកមេតបធ្នូសួរដែលយុវជនឆ្លើយថាខ្ញុំឃើញតែផ្ទាំងស៊ីបនិងដើមឈើជុំវិញវាប៉ុណ្ណោះមេតបធ្នូនៅតែមិនឲ្យបាញ់ចុងក្រោយនៅថ្ងៃទី7យុវជនឆ្លើយដោយកែភ្នែកមុតស្រួចថាលោកគ្រូឥឡូវនេះខ្ញុំមិនឃើញមេឃមិនឃើញដើមឈើហើយក៏មិនឃើញសត្វបក្សីដែរអ្វីដែលខ្ញុំឃើញនៅចំពោះមុខគឺមានតែចំណុចកណ្ដាលនៃផ្ទាំងស៊ីបតែមួយគត់មេតបធ្នូញឹមរួចនិយាយថាល្អណាស់លែងព្រួញទៅព្រួញនោះក៏ហោះទៅចំកណ្ដាលផ្ទាំងស៊ីបយ៉ាងសុក្រិតមេរៀននៃរឿងក្នុងជីវិតបើអ្នកចង់សម្រេចជោគជ័យដ៏អស្ចារ្យអ្នកត្រូវតែមានការផ្ដោតអារម្មណ៍ focus ឲ្យបានខ្ពស់បំផុតកុំឲ្យការរំខានពីមជ្ឈដ្ឋានខាងក្រៅឬរឿងរ៉ាវដែលមិនពាក់ព័ន្ធមកបង្វែរអារម្មណ៍អ្នកឲ្យងាកចេញពីគោលដៅពិតប្រាកដរបស់អ្នកឡើយចំណុចសម្រាប់វិភាគផ្ទាំងស៊ីបតំណាងឲ្យគោលដៅធំក្នុងជីវិតឬការងារមេឃនិងដើមឈើជានិមិត្តរូបនៃការរំខាន distractions ដែលមើលទៅហាក់ដូចជាស្អាតល្អតែវាមិនជួយឲ្យយើងដល់គោលដៅឡើយការផ្ដោត focus តើការកាត់បន្ថយជម្រើសក្នុងចិត្តជួយឲ្យយើងមានប្រសិទ្ធភាពការងារខ្ពស់ជាងមុនយ៉ាងដូចម្តេចពេលវេលា7ថ្ងៃតំណាងឲ្យការហ្វឹកហាត់ចិត្តឲ្យស្ងប់និងមានវិន័យមុននឹងឈានជើងធ្វើសកម្មភាព